បាទជំរាបសួរអំពុំមិញថ្ងៃនេះខ្ញុំនឹងប្រៀបធៀបតកតងជាមួយនឹងជីទឹកសូដាដែលអំពុំមិញបងប្អូនមួយចំនួនគាត់យល់ឃើញថាជីរបស់ក្រុមហ៊ុនជីសូដាគឺថ្លៃតោះអ្វីដែលខ្ញុំចង់ប្រៀបធៀបទី1តកតងជាមួយនឹងអរម៉ូនទឹកបន្ទប់នេះចុះចំណុកគឺ1លីត្រហើយកំហាប់ក្នុងការប្រើប្រាស់ទឹករហូតដល់2000លីត្រចំនួននៃការប្រើប្រាស់រហូតដល់2000ហាត់ចំនួននៃការប្រើប្រាស់ទៅលើចំការបានចន្លោះពី4ទៅ5ហាត់អញ្ចឹងបងប្អូនចំណាយអស់ត្រឹមតែ90000រៀលតែប៉ុណ្ណោះអញ្ចឹងយើងត្រឡប់មកវិញយើងគិតមើលថាចុះបើសិនជាអង្គមិញទិញផលិតផលផ្សេងតែក្នុងមួយដបតម្លៃត្រឹមតែ20000ឬក៏30000បងប្អូនបាញ់បានតែមហាតាឬក៏លាយទឹកបានតែ500លីត្រទេអញ្ចឹងបើសិនជាពូមិញគុណចំនួននឹង4ដងពូមិញនឹងចាយរហូតដល់អស់100000បាទជាង100000រៀលអញ្ចឹងបងប្អូនមិញបាញ់បានតែបាទគេហៅថាបាញ់4ហតាអស់ជាង100000ប៉ុន្តែត្រឡប់មកវិញតើតើជាមួយនឹងជីសូដារបស់ក្រុមហ៊ុនជីសូដាក្នុងមួយដបបាញ់បាន4ហតាបងប្អូនចំណាយអស់ត្រឹមតែ65000រៀលតែប៉ុណ្ណោះសួរថាចំណេញអត់ហើយគុណភាពគឺយើងធានាជូនតើតើជាមួយនឹងជីទឹករបស់ក្រុមហ៊ុនជីសូដាសូមបញ្ជាក់ផងដែរថាក្រុមហ៊ុនជីសូដាយើងមានផលិតផលចំនួន5មុខដែលក្នុងមួយមុខបាទគឺអ្នកទិញនេះតម្លៃ90000រៀលប្រើទឹក2000លីត្របាទបាញ់បាន4ហតាមួយទៀតតកតងជាមួយនឹងអរម៉ូនពិសេសបាទអានេះគឺជាអរម៉ូនសម្រាប់ចាក់គល់បាទគេហៅថាបង្កាក់ត្រួយតកតងជាមួយនឹងស្វាយការងៀតខុសរដូវចង់បង្កាក់បាទឲ្យខុសរដូវអាចប្រើចំនួនជាមួយនឹងអរម៉ូនពិសេសនេះអាចប្រើចន្លោះបានចាប់ពី30ទៅ50ដើមបើសិនជាស្វាយមានអាយុចាប់ពី5ទៅ7ឆ្នាំមួយវិញទៀតគឺយើងមានអរម៉ូនបាទអរម៉ូនទឹកតែខ្ញុំបានបង្ហាញមិញហ្នឹងយើងអាចលាយទឹកបាញ់ជោគទាំងអស់តែម្ដងបាន2000លីត្របាទក្នុងមួយដបនេះហើយជំនាញមួយទៀតគឺជំនាញទាញផ្កាបាទក្នុងមួយដបបាទ65000រៀលដូចគ្នាបាញ់បាន4ហតាកំហាប់ទឹក2000លីត្របាទហើយនឹងជំនាញខែផ្លែផ្កាអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនអំពុំមិញប្រើជីរបស់ក្រុមហ៊ុនជីសូដាបងប្អូននឹងទទួលបានទី1គឺបងប្អូនចំណេញច្រើនទី2គឺកាត់បន្ថយថ្លៃដើមបានច្រើនណាស់តែទី3នឹងទទួលបានគុណភាពបាទពេញលេញហើយនឹងការធានាពីក្រុមហ៊ុនជីសូដាទី4បងប្អូនអំពុំមិញនឹងទទួលបានទិន្នផលច្រើនបាទអញ្ចឹងហើយបើសិនជាបងប្អូនមានតម្រូវការចង់ប្រើប្រាស់ចំណេញអាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមបានបាទគឺយើងបញ្ជាទិញបាទមួយឈុត5ដបគឺយើង free សេវាដឹកជញ្ជូន25ខែក្រុងខ្ញុំនឹងទំនងមកវិញលើបាទសូមអរគុណ